ជារៀបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ខ្ញុំ Ultra Boy ហើយថ្ងៃនេះផងដែរយើងនឹងធ្វើការនិយាយតាក់ទងជាមួយនឹងគំនិតសំខាន់ទាំង5ចំណុចនៅក្នុងរឿង One Piece ដោយអ្នកទាំងអស់គ្នាដឹងហើយថានៅក្នុងរឿងនីមួយៗវាតែងតែមានគំនិតអប់រំនៅក្នុងសាច់រឿងហ្នឹងហើយចឹងថ្ងៃនេះផងដែរយើងនឹងធ្វើការនិយាយពីគំនិតអប់រំសំខាន់ទាំង5ចំណុចនៅក្នុងរឿង One Piece ចឹងកុំឲ្យខាតពេលយូរអីយើងទៅធ្វើការទស្សនាទាំងអស់គ្នា Let's go ចំណុចទី1នេះគឺក្តីសម័យនិងការតស៊ូOne Piece គឺបានបង្រៀនឲ្យយើងនឹងកុំបោះបង់ក្តីសម័យទោះបីជាវាមានឧបសគ្គយ៉ាងណាក៏ដោយដោយដែលអ្នកនរគ្នាបានឃើញហើយគឺ Luffy ជាឧទាហរណ៍តែម្ដងគឺ Luffy មិនដែលធ្លាប់បោះបង់គោលដៅរបស់ខ្លួននៅក្នុងការខ្លាយទៅជាស្ដេចចៅសមុទ្រឬក៏យើងហៅថា Pirate King ឡើយចំណុចទី2នោះគឺមិត្តភាពនិងការជួយគ្នានៅក្នុងរឿង One Piece គឺបានបង្ហាញថាក្រុម Straw Hat Pirate គឺមានមិត្តភាពពិតប្រាកដក៏ដូចជាការជឿទុកចិត្តនិងការលះបង់គ្នានឹងគ្នាទៅវិញទៅមកផងដែរឧទាហរណ៍ជាគំរូគឺគេចង់និយាយថាកម្លាំងគឺមិនមែនមកពីមនុស្សម្នាក់ទេតែមកពីការរួបរวมគ្នាសាមគ្គីគ្នាវាធ្វើឲ្យយើងអាចសម្រេចលទ្ធផលជោគជ័យមួយបានចំណុចទី3នោះគឺការគោរពនិងភាពខុសគ្នាដោយអ្នកនរបានដឹងហើយថាសមាជិកនីមួយៗនៅក្នុងរឿង One Piece គឺមានអត្តចរិតខុសគ្នាក៏ដូចជាមានអតីតកាលខុសគ្នាផងដែរប៉ុន្តែសមាជិកទាំងនោះគឺពួកគេតែងតែរៀនទទួលយកនិងគោរពគ្នាទៅវិញទៅមកទាំងអស់នេះគឺបង្រៀនឲ្យយើងរស់នៅក្នុងសង្គមហ្នឹងគឺមិនឲ្យយើងចេះរើសអើងអីទេគឺមនុស្សយើងរស់នៅគឺរស់នៅដោយភាពត្រឹមត្រូវអញ្ចឹងទៅចំណុចទី4វិញគឺយុត្តិធម៌និងការប្រឆាំងអំពើអយុត្តិធម៌នៅក្នុងរឿង One Piece គឺបានបង្ហាញថាច្បាប់មិនតែងតែស្មើនឹងយុត្តិធម៌ឡើយតួអង្គជាច្រើននៅក្នុងរឿង One Piece ហ្នឹងគឺតែងតែធ្វើការប្រឆាំងអំពើអយុត្តិធម៌ក៏ដូចជាការពារអ្នកត្រូវខ្សោយផងដែរចំណុចចុងក្រោយនេះគឺ One Piece ចង់ឲ្យយើងជឿជាក់លើខ្លួនឯងហើយគិតថាអតីតកាលមិនអាចកំណត់អនាគតបានឡើយជាស្ដែងដូចមានតួអង្គជាច្រើននៅក្នុងរឿង One Piece គឺមានអតីតកាលឈឺចាប់ប៉ុន្តែពួកគេមិនឲ្យអតីតកាលកំណត់តម្លៃជីវិតខ្លួនគេឡើយវាតែងតែធ្វើឲ្យយើងជឿជាក់ថាយើងអាចផ្លាស់ប្ដូរអនាគតបានអូខេអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេកុំភ្លេចចុច like subscribe មកលើ channel របស់ខ្ញុំម្នាក់មួយនឹងហើយយើងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបាយបាយ